ជំរាបសួរបងប្អូនសណ្តែកខៀវយើងអាចយកទៅធ្វើជាភេសជ្ជៈឬក៏ដាក់ជាមួយនឹងបង្អែមបានច្រើនមុខណាបងប្អូនដាក់ទឹកកកឈូសក៏បានដាក់ជាមួយនឹងទឹកផ្លែឈើក៏បានដាក់មួយនឹងទឹកដោះគោក៏បានដាក់មួយនឹងកាហ្វេក៏បានដែរបងប្អូនសណ្តែកខៀវហ្នឹងញ៉ាំល្អនឹកឃើញហ៎បងប្អូនកាលមុនគេឲ្យងើបបបរសណ្តែកខៀវញ៉ាំទាំងយប់ហ៎តែខ្ញុំអត់បានញ៉ាំទេបើសិនជាបងប្អូនអត់ចេះញ៉ាំផ្អែមទេកុំដាក់ទឹកដោះគោខាប់ព្រោះថាទឹកផ្លែឈើហ្នឹងវាមានជាតិផ្អែមស្រាប់ហើយប៉ុន្តែបើចូលចិត្តផ្អែមដាក់ទឹកដោះគោខាប់20 ml ទៀតទៅវាអត់ផ្អែមពេកទេវាផ្អែមល្មមតែអ្នកខ្លះអត់ចូលចិត្តផ្អែមត្មងបងប្អូនហើយទឹកផ្លែឈើកំណត់គឺត្រឹមលេខ45បងប្អូន45ហ្នឹងជាមួយនឹងកែវលេខ22បើកែវលេខ30គឺត្រូវដាក់ពេញ32គឺត្រូវដាក់ពេញហើយទឹកដោះគោស្រស់ហ្នឹងយើងអាចដាក់ទឹកដោះគោខ្លាឃ្មុំក៏បានដែរដាក់ដោះគោខ្លាឃ្មុំជាមួយនឹងកណេសិនអីក៏បានដាក់មៀលជីជាមួយនឹងកតអីក៏បានដែរសំខាន់ឲ្យតបានទឹកដោះគោស្រស់មកគឺដាក់ទៅត្រូវគ្នាបងប្អូនហើយអាសណ្តែកហ្នឹងយកទៅដាក់មួយខ្ទិះដូងក៏ឆ្ងាញ់ដែរនិយាយទៅដាក់មួយកាហ្វេរត់ទៅឆ្ងាញ់ទៀតសណ្តែកហ្នឹងវាមានជាតិខ្ទិះហើយកាហ្វេវាឈ្ងុយដាក់ចូលគ្នាទៅគឺឆ្ងាញ់ហ្មងអានេះដាក់មួយទឹកដោះគោអញ្ចឹងក៏ឆ្ងាញ់ដាក់មួយទឹកកកឈូសក៏ឆ្ងាញ់និយាយខ្លីទៅអាសណ្តែកហ្នឹងវាមានជាតិឆ្ងាញ់ស្រាប់ដល់ពេលយកទៅដាក់មួយភេសជ្ជៈឆ្ងាញ់រត់ទៅឆ្ងាញ់ហើយបើសិនជាយើងគ្រាន់តែស្ងោរដាក់ស្ករត្នោតស្ករសអីធម្មតាក៏វាឆ្ងាញ់ដែរព្រោះសណ្តែកហ្នឹងវាមានជាតិឆ្ងាញ់ហើយចូលចិត្តដែរបងប្អូនញ៉ាំមួយនំប៉័ងមួយមករួចគ្នាមកព្រឹកបើមិនចឹងដាក់មួយកាហ្វេក៏បានដែរណាបងប្អូនដាក់មួយកាហ្វេក៏ឆ្ងាញ់អានេះខ្ញុំធ្វើកាហ្វេដាក់ញ៉ាំដោយសារតែពេលផឹកអត់ទាន់ញ៉ាំអីចឹងដាក់កាហ្វេទៅវាញ័រអញ្ចឹងយើងដាក់លាយជាមួយនឹងផ្លែឈើឬក៏ភេសជ្ជៈអីញ៉ាំបានយើងញ៉ាំបែបអាស៊ីបើបែបអឺរ៉ុបគេអត់លាយញ៉ៃចឹងឯងបែបអឺរ៉ុបគេតកាហ្វេហើយគេមិនងាយដាក់ស្ករទៀតណគេញ៉ាំកាហ្វេសុទ្ធតែខ្មែរយើងអាស៊ីយើងលាយច្រើនមុខដល់ពេលអញ្ចឹងទៅវាឆ្ងាញ់មួយយ៉ាងដែរមាត់ចំណូលចិត្តខុសគ្នាយើងចូលចិត្តបែបរសជាតិច្រើនបែបគេអត់ចូលចិត្តកាហ្វេហ្នឹងបើសិនជាញ៉ាំសុទ្ធវាសម្រាប់ខ្ញុំអត់ចេះញ៉ាំដែរវាជាតិដិតល្វីងសូម្បីតែវាដាក់ដោះគោខាប់អត់ដាក់ដោះគោស្រស់ហ្នឹងក៏ខ្ញុំអត់ចេះញ៉ាំដែរដោយសារតែវាល្វីងជូរហើយមួយទៀតដូចជាអីគេចត់ល្វីងជូរចត់កាហ្វេដល់ពេលបងប្អូនខ្លះញ៉ាំកាហ្វេទឹកដោះគោផ្អែមអត់ដឹងថាកាហ្វេរសជាតិមិនទេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់ជូនពរមានសុខភាព